សាច់បង្កទំនិញក្លាសេនិងមហូបអាហារ Workshop នាំចូលពីប្រទេសថៃដោយខុសច្បាប់សរុប300តោនត្រូវបានកម្លាំងចម្រុះរាជធានីភ្នំពេញរកឃើញនៅក្នុងប្រតិបត្តិការឆែកឆេរឃ្លាំងស្តុកទំនិញនានាក្នុងរយៈពេល6ខែដើមឆ្នាំ2026នេះបើយោងតាមរបាយការណ៍ដែលបណ្ដាញព័ត៌មាន AMS ទទួលបាននៅថ្ងៃទី2ខែកក្កដាឆ្នាំ2026លោកកឹមមាសសុកសីហាអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់និងការប្រកួតប្រជែងហៅកាត់ថាកបបបានប្រាប់ AMS នៅថ្ងៃប្រហ័សនេះថាក្នុងប្រតិបត្តិការបង្ក្រាបទំនិញខុសច្បាប់ពីប្រទេសថៃកន្លងមកអាជ្ញាធររាជធានីភ្នំពេញបានចុះត្រួតពិនិត្យចំនួន67ទីតាំងនិងបានរកឃើញនៅទំនិញនាំចូលជាង3000តោនភាគច្រើននាំចូលពីថៃប៉ុន្តែបើតាមលោកកឹមមាសសុកសីហាក្នុងចំណោមទំនិញចម្រុះទាំងជាង3000តោននោះសុទ្ធតែមានឯកសារនិងបំពេញនីតិវិធីត្រឹមត្រូវលើកលែងតែទំនិញជាង300តោននៅក្នុងទីតាំងស្តុកចំនួន2ក្នុងខណ្ឌរិស័យកែវនិងខណ្ឌព្រៃភ្នៅប៉ុណ្ណោះដែលនាំចូលពីថៃដោយខុសច្បាប់វិធានការបង្ក្រាបទំនិញនាំចូលខុសច្បាប់ពីប្រទេសថៃយ៉ាងក្តៅគគុកកន្លងមកបានធ្វើឡើងបន្ទាប់ពីមានការបញ្ជាដោយផ្ទាល់ពីសម្ដេចតេជោហ៊ុនសែនប្រធានប្រសិទ្ធិកម្ពុជាលោកបណ្ឌិតគីសេរីវត្តអ្នកជំនាញផ្នែកសេដ្ឋកិច្ចចាត់ទុកការចុះបង្ក្រាបទំនិញតាមឃ្លាំងគឺជាគោលការណ៍ម៉ឺងម៉ាត់នៅក្នុងការទប់ស្កាត់ទំនិញនាំចូលខុសច្បាប់ពីប្រទេសថៃលោកយល់ឃើញថាទាំងការបង្ក្រាបទំនិញនាំចូលខុសច្បាប់ពីថៃក៏ដូចជាការបង្ក្រាបការឆបោកតាមអនឡាញគឺជាយន្តការមួយនៃកំណែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាលឲ្យកាន់តែមានប្រសិទ្ធភាពជាងមុនការបង្ក្រាបទីតាំងនាំសាច់នាំផលិតផលឃ្លាំងទំនិញស្តុករបស់ថៃដែលចូលមកដោយខុសច្បាប់ផងនេះគឺជាយន្តការមួយផ្នែកនៃកំណែទម្រង់តឹងរឹងរបស់រាជរដ្ឋាភិបាលបើតាមលោកកឹមមាសសុកសីហាក្នុងប្រតិបត្តិការឆែកឆេរឃ្លាំងស្តុកសាច់បង្ករយៈពេល6ខែកន្លងមកនេះសមត្ថកិច្ចចម្រុះបានចុះត្រួតពិនិត្យនៅតាមផ្សារម៉ាតនិងតូបលក់ទំនិញចំនួន1312ទីតាំងដោយបានរកឃើញនឹងដកហូតទំនិញមិនមានអនុលោមភាពជាង1700គីឡូក្រាមលោកបន្តថាក្រោយដកហូតសមត្ថកិច្ចជំនាញក៏បានយកទំនិញទាំងអស់នោះទៅកំទេចចោលតាមនីតិវិធីដោយឡែកជនសង្ស័យចំនួន16នាក់ត្រូវបានសមត្ថកិច្ចនាំខ្លួនមកសួរនាំនៅការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញក្នុងនោះជនសង្ស័យ9នាក់ត្រូវបានអัยការអមសាលាដំបងរាជធានីភ្នំពេញសម្រាប់ចាប់ប្រកាន់ពីបទក្លែងបន្លំដើមកំណើតទំនិញនាំចូលទំនិញដោយគ្មានការអនុញ្ញាតនិងធ្វើពាណិជ្ជកម្មផលិតផលម្ហូបអាហារដែលប៉ះពាល់ដល់សុខភាព